PR Production មានទទួលផលិត spot សម្រាប់ទូរទស្សន៍វិទ្យុនិងទទួលរៀបចំ event គ្រប់កម្មវិធី Ycam គឺជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណផ្ដល់នូវសេវាអ៊ីនធឺណិតមួយដ៏មានប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាមជ្ឈមណ្ឌលថែរក្សាសម្ផស្សអាស៊ីមាននាំចូលនៅផលិតផលថែរក្សាសម្ផស្សពីសហរដ្ឋអាមេរិកមានព្យាបាលតាំងពីចុងសក់រហូតដល់ចុងជើងសាលារៀន Arizona កម្ពុជាមានកម្មវិធីសិក្សាតាមស្តង់ដារអន្តរជាតិផ្ដល់នូវកម្មវិធីអប់រំនិងចំណេះដឹងទូទៅទាំងភាសាខ្មែរនិងភាសាអង់គ្លេសសាលាអន្តរជាតិ New York មានកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែរនិងភាសាអង់គ្លេសតាមបែបសង្ហបុរីសញ្ញាបត្រទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិសន្តាគារព្រះវិហារពេជ្រសន្តាគារដ៏ប្រណិតផុសនៅលើទឹកដីខេត្តព្រះវិហារចាសសូមគោរពនឹងជម្រាបសួរលោកស្រីប្រិយមិត្តទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាជាមួយនឹងកម្មវិធីដែលផ្សាយតាមកញ្ចក់ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ3គឺកម្មវិធី The Ratha Show កម្មវិធីរបស់យើងចូលរួមចំណែកជាមួយនឹងសង្គមផ្ដល់ជូនជាយោបល់តាក់ទិនជាមួយនឹងការរស់នៅស្វែងរកសេចក្តីសុខក៏ដូចជាភាពជោគជ័យនៅក្នុងជីវិតតាមរយៈកិច្ចការងារក៏ដូចជាបទពិសោធន៍របស់វាគ្មិនដែលចូលរួមតែងតែចែករំលែកបទពិសោធន៍ពីកិច្ចការងាររបស់ពួកគាត់មកក្នុងកម្មវិធីរបស់យើងទាំងអស់នេះគឺជាយោបល់ជូនដល់លោកអ្នកដើម្បីស្វែងរកភាពជោគជ័យនៅក្នុងកិច្ចការងារមួយវិញទៀតគឺលោកអ្នកនឹងមានឱកាសជាវនៅផលិតផលដែលមានតម្លៃពិសេសពីកម្មវិធីរបស់យើងនិងដំណើរកម្សាន្តក៏ដូចជាកម្មវិធីសិល្បៈកម្សាន្តចានៅក្នុងពេលនេះលោកស្រីប្រកាសជាចាំដឹងថាតើវាគ្មិនដែលចូលរួមនៅក្នុងកម្មវិធី The Ratha Show គឺជាបុគ្គលរូបណានោះសូមជួយទស្សនាជីវិតគឺជាការតស៊ូការព្យាយាមរមែងតែបានសម្រេចចំណែកឯកុមារីផភិរតវិញចង់បញ្ចេញនូវគំនិតនិងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើប្រជាជននិងប្រទេសជាតិរបស់ខ្លួនទៅតាមអ្វីដែលខ្លួនមានសមត្ថភាពមួយវិញទៀតដោយសារតែទទួលបាននូវការទូន្មានព្រានប្រដៅពីលោកឪពុកពីអ្នកម្ដាយដែលលោកឪពុកគឺមានតួនាទីជានាយកសាលាផងនោះបានស្ដីប្រដៅណែនាំកូនរបស់ខ្លួនឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឲ្យមានអនាគតល្អចំណែកឯកុមារីផភិរតក៏មិនធ្វើឲ្យលោកឪពុកអ្នកម្ដាយខកបំណងដែរបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបាននូវការសិក្សាមួយដ៏ល្អប្រសើរមួយវិញទៀតរហូតក្លាយទៅជាអ្នកនិពន្ធម្នាក់ដែលមានសមត្ថភាពនិងទេពកោសល្យទទួលបាននូវការគាំទ្រកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកស្ដាប់និងអ្នកទស្សនានៅក្នុងថ្ងៃនេះតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យអ្នកនាងផភិរតអាចសម្រេចនូវក្តីស្រមៃរបស់ខ្លួនបាននោះនៅក្នុងពេលនេះសូមតាមដានទស្សនាជាមួយនឹងកម្មវិធី The Ratha Show ចាលោកអ្នកបានទស្សនាជាមួយនឹងវីដេអូឃ្លីបនៅក្នុងកម្មវិធីរបស់យើងរួចមកហើយនៅក្នុងពេលនេះស្វាគមន៍ជាមួយនឹងអ្នកនិពន្ធវ័យក្មេងគឺអ្នកនាងផភិរតចាសូមជើញចាជំរាបសួរអូនសុខសប្បាយចាសូមជើញយ៉ាងមិនដែរសុខសប្បាយចាសុខសប្បាយបងអរគុណដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីបងថ្ងៃនេះចាព្រោះអីសំខាន់គឺបងចង់ឲ្យរដ្ឋផ្ដល់ជាយោបល់ជាពិសេសដល់យុវវ័យយើងបច្ចុប្បន្នទោះបីជាយើងនៅវ័យក្មេងប៉ុន្តែអត់ឲ្យយើងតស៊ូយើងអាចជោគជ័យក្នុងអាជីពរបស់យើងដូចគ្នាចាឲ្យជាដំបូងនិយាយពីចាងាកអតីតកាលបន្តិចសម្រាប់បងស្រីមានស្រុកកំណើតនៅណាដែរចាសម្រាប់ស្រុកកំណើតរបស់នាងខ្ញុំគឺនៅខេត្តកំពង់ស្ពឺស្រុកសំរោងទងអញ្ចឹងនៅខាងស្រុកសំរោងទងហើយយ៉ាងណាដែរបានជាស្រឡាញ់នៅអាជីពជាអ្នកនិពន្ធនេះចាបើនិយាយទៅថាជំនាញខ្លួនឯងក៏បានដែរគឺជំនាញតាំងពីក្មេងតែចិត្តខាងតែនិពន្ធហ្នឹងតែនិពន្ធតាំងពីក្មេងហ្មងចាអញ្ចឹងពេលដែលធម្មតាយើងនៅពីទូចដែលបងអូននិយាយថាជំនាញយើងដូចថាដងរៀនបកាខាងអក្សរសាស្ត្រខ្មែរអញ្ចឹងយើងមានក្រងទុកខ្លួនឯងនេះថាចង់ធ្វើជាអ្នកនិពន្ធជាមេធាវីអីបាននិយាយទៅបងដូចខ្ញុំគឺមាន goal ណាចាគឺចង់តាំងពីក្មេងតាំងពីថ្នាក់ទី5ខ្ញុំតែសួរខ្លួនឯងថាតើពេលធំឡើងខ្ញុំរៀនខ្ញុំត្រូវធ្វើអីអញ្ចឹងអ្វីទី1ដែលនាងខ្ញុំចង់គឺធ្វើ pilot ចាចង់ធ្វើជាអ្នកបើកយន្តហោះនិយាយទៅកាត់បន្តិចមកពីទូចមកដឹងខ្លួនឯងខ្ពស់ចឹងមកកាលពីក្មេងគឺថាឆ្អឹងហ្មងគឺមានតែឆ្អឹងឯងអត់មានសាច់ទេចាដល់ពេលហើយអញ្ចឹងទៅក៏សួរថាពេលដែលខ្ញុំធ្វើ pilot តើខ្ញុំត្រូវរៀនអីអញ្ចឹងណាចាបន្ទាប់មកទៀតខ្ញុំដូចជាស្រឡាញ់មេធាវីចង់មេធាវីទៀតអញ្ចឹងនាងខ្ញុំយកសភៅមួយអញ្ចឹងនាងខ្ញុំកត់មាន pilot មានមេធាវីមានប៉ូលីស
hay miền ấy xem chẳng á bóng trả vậy để chồng khỏi láng chập đam giờ vậy để ai chồng nó xua krum thằng cố ta không cô riêng một chị ấy là mày khai chị pilot chẳng cố chai lần lẽ chai tỏa tỏa sọt xua pe tao tha ơi bà cài chân ngon nè chân ngonอย่างนี้ ตอนไปให้จังvàตอนไปสู้กูให้แล้วนี่ยังสังขารติดมาดอลเป้แต่พอมาจับการศึกษาในชั้นที่มันจ้านี่ขยมประจบการศึกษาคือชั้นปีปอนใบปีปอนใบจังคือปานในไทยยังจับดามเรื่องจำเนียนให้แม่เนี่ยไปนั่งตาในทางการจับดามในกิจการเงี้ยแบบโอ้นั่งมีแหลกหนาแบบไหนจ้าขอเป็นนี่ขยมเรียนจับนี่ขยมเอาตอนធ្វើអីឡៃបងគឺប៉ាឲ្យដាក់ពាក្យធ្វើគ្រូចាដល់ពេលហើយនឹងខ្ញុំប្រាប់គាត់ថាប៉ាខ្ញុំអត់ចង់ធ្វើគ្រូទេខ្ញុំចង់ធ្វើអីផ្សេងចាពេលហើយប៉ាថាអត់ទេកូនឯងស្រីចឹងបាច់ទៅណាឆ្ងាយធ្វើគ្រូបរិញ្ញានៅក្បែរនឹងទៅហើយយកគ្រួសារទៅពេលហើយខ្ញុំថាអត់ទេខ្ញុំអត់ចង់ធ្វើគ្រូបរិញ្ញាទេចាប៉ុន្តែដោយសារគាត់ចង់ហើយខ្ញុំត្រូវបំពេញតួនាទីនឹងត្រូវប្រឡងចឹងទៅនឹងខ្ញុំក៏ទៅប្រឡងពីអ្នកបងស្រីអញ្ចឹងហើយខូចតិចដែរពេលប្រឡងអញ្ចឹងឲ្យបងស្រីធ្វើឲ្យហើយអញ្ចឹងសួរបងមកធ្វើឲ្យនៅបងធ្វើឲ្យអញ្ចឹងមកយកទៅដាក់មុនខ្ញុំមើលបងយកទៅដាក់ណាបានខ្ញុំយកទៅដាក់ក្រោយហើយលួចឆោតខ្លួនឯងអញ្ចឹងទៅក៏អត់ប្រាប់ប៉ាដែរទៅពេលចេញលទ្ធផលស្រាប់តែពេលឲ្យបងស្រីឆ្ងល់ថាហេតុអីបានជាប្អូនធ្វើគាត់ខ្ញុំហើយនឹងប្អូនស្រីគឺធ្វើដូចគ្នារឿងអីត្រូវអូនធ្លាក់ឲ្យគាត់ជាប់ចាខ្ញុំក៏អត់មកដែរលាក់ដល់ឥឡូវទៅថ្ងៃនេះទៅបាត់ខ្ញុំហោយកទៅចឹងប៉ាដឹងអូប៉ាដឹងទូរស័ព្ទចាដល់ពេលក្រោយឡើងមកទៀតមកក៏នាងខ្ញុំសម្រាប់ចិត្តរៀនកុំព្យូទ័ររៀនអីអញ្ចឹងហើយមកទៀតក៏មានអង្គការឆែមគាត់បានចុះទៅជ្រើសរើសក្រុមគោលដៅសម្រាប់ workshop ណាហើយគេក្នុងមកស្រុករបស់នាងខ្ញុំហ្នឹងមានប្រមាណឃុំគឺគេយកម្នាក់ដើម្បីជ្រើសរើសក្រោយឡើងក៏នាងខ្ញុំអត់មានឈ្មោះនៅក្នុងហ្នឹងឯងគឺគេជ្រើសរើសអស់ហើយប៉ុន្តែនាងខ្ញុំចង់ចេះចង់ដឹងអត់ថាគេមាន workshop នៅកន្លែងណាអញ្ចឹងនាងចូលចិត្តទៅស្ដាប់ទៅដែរចាក្រោយឡើងក៏ចៃដន្យអីឃុំយើងហ្នឹងគេជ្រើសរើសមនុស្សខុសគេឲ្យយកមនុស្សស្រីទៅបែរជាយកមនុស្សប្រុសទៅចាអញ្ចឹងទៅនាងខ្ញុំលើកដៃខ្ញុំប្រាប់ថាខ្ញុំនៅឃុំហ្នឹងអញ្ចឹងខ្ញុំសុំចូលក្លាហានមែនតើសុំចូលគេមុនគេអត់ចង់ទេព្រោះអីគេចង់ឲ្យបងប្អូនគេអីចូលអញ្ចឹងណាក្រោយឡើងក៏អ្នកគ្រូអនមកទុំរស្មីហ្នឹងគាត់ក៏ថាឥឡូវឲ្យគាត់ចូលក៏ចង់ដឹងដែរថាតើគាត់មានសមត្ថភាពប៉ុណ្ណាពេលនេះខ្ញុំចូលប្រឡងយើង workshop ហ្នឹងគឺតែមួយថ្ងៃពេញចាតែមួយថ្ងៃឯងនេះខ្ញុំក៏បានជាប់លេខ1ជាប់លេខ1អញ្ចឹងចាគឺតាក់ទងទៅនឹងសុខភាពផ្លូវភេទសុខភាពបន្តពោះសុខភាពផ្លូវភេទអញ្ចឹងនឹងខ្ញុំបានជាប់លេខ1បានប្រហែលជាមួយខែខាងក្រុមអង្គការគាត់អញ្ជើញទៅម៉ាឡានគាត់ទៅនិយាយទៅគឺគាត់ទៅសុំម៉ាក់ខ្ញុំថាឥឡូវកូនអ្នកមិញបានជាប់អញ្ចឹងគេត្រូវការឲ្យកូនអ្នកមិញហ្នឹងធ្វើការស្ម័គ្រចិត្តនៅក្នុងខេត្តកំពង់ស្ពឺហ្នឹងគឺតាក់ទងទៅនឹង advocacy ជាមួយនឹងអាជ្ញាធរដែនដីប្រកាសថាអង្គការគឺមិនមែនធ្វើទៅលើនយោបាយគឺយើងធ្វើទៅលើសុខភាពតពុះសុខភាពផ្លូវភេទចាហើយនាងខ្ញុំឆ្លើយអូខេជាមួយគេភ្លាមទាំងប៉ាមកអត់ឆ្លើយអត់តន់ព្រមថាមិនទេដល់ពេលហើយការជំនាន់ហ្នឹងគាត់នៅគេថានៅមានរបត់ហ្នឹងបងកូនស្រីមិនសូវឲ្យដឹងពីចំណេះដឹងអង់គ្លេសថាវាភាគអីអញ្ចឹងណាចាប៉ុន្តែនាងខ្ញុំអាកាត់ហ្មងថារឿងហ្នឹងនាងខ្ញុំត្រូវតែយល់អញ្ចឹងម៉ាក់កុំខ្វាត់កូនឯងកូនត្រូវតែស្វែងយល់ព្រោះម៉ាក់អាចចិញ្ចឹមកូនរហូតទេចានាងខ្ញុំធ្វើ volunteer ហ្នឹងបានប្រហែលជា5 6 7ខែដែរហើយពេលនាងខ្ញុំចូលទៅហ្នឹងគឺគេជ្រើសរើសមានឃុំស្មានឃុំមេឃុំអីអញ្ចឹងប៉ុន្តែនាងខ្ញុំធ្វើប្រធានគេអញ្ចឹងប្រធានចាធ្វើប្រធានគេដោយសារយើងមានសមត្ថភាពហើយយើងអត់ខ្លាចអត់អីអញ្ចឹងយើងទៅតស៊ូមតិជាមួយនឹងអាជ្ញាធរដែនដីយើងទៅធ្វើនិយាយរួមយើងធ្វើ role play ធ្វើអីធ្វើ account ធ្វើអីតាក់ទងនឹងសុខភាពតពូជនឹងក្រោយមកក៏នាងខ្ញុំដាក់ពាក្យចូលទៅក្នុងអង្គការដើម្បីយកជាបុគ្គលិកពេញសិទ្ធិណាចាដោយខាងអ្នកនិពន្ធហ្នឹងគេមានចន្លោះប្រហោងអញ្ចឹងនាងខ្ញុំទៅប្រឡងដល់ពេលទៅប្រឡងអញ្ចឹងពេលប្រឡងហ្នឹងអ្នកដែលអន់ជាងគេគឺខ្ញុំអញ្ចឹងចាដោយសារគេសិតជា manager គេពី manager ក្រុមហ៊ុនផ្សេងគេទៅហើយគេចង់ធ្វើជំនាញហ្នឹងអីអញ្ចឹងហ៎បងច
ចឹងទៅនាងខ្ញុំក៏ប្រឡងប្រហែលជា20នាក់នាងខ្ញុំពេលហ្នឹងបាក់ទឹកចិត្តពេលហ្នឹងមានអារម្មណ៍ថាបាក់ទឹកចិត្តពួកគេសិតជាអ្នកចេះហើយយើងទៅមានចប់អញ្ចឹងគិតខ្លួនឯងអើយតើខ្ញុំប្រឡងមិនជាប់គេទៅបើចំណេះដឹងក៏តិចជាងគេបបផ្សោការងារក៏តិចពេលក្រោយមកទៀតនាងខ្ញុំសម័យឃើញដែលខ្ញុំកត់ចំណាំហ៎អត់បានទេទោះបីមិនក៏ត្រូវតែប្រឡងធ្វើម៉េចឲ្យចប់អ្វីដែលគេត្រូវប្រឡងហ្នឹងនាងខ្ញុំប្រឡងបាន95ពិន្ទុ95ពិន្ទុចាបាន95ពិន្ទុហើយមានក្រុមកោដៅម្នាក់នោះគាត់បាន95កន្លះអញ្ចឹងខ្ញុំត្រូវធ្វើការប្រកួតប្រជែងតែប៉ុតខ្ញុំត្រូវធ្លាក់ណាខ្ញុំត្រូវធ្លាក់កន្លះពិន្ទុប៉ុន្តែបុគ្គលិកក្រុមអង្គការគាត់ថាសុំឲ្យពីអ្នកនឹងប្រឡងទៀតពីព្រោះអីកន្លះពិន្ទុអញ្ចឹងវាហាក់បីដូចជាប្រផាត់ប្រផើយអញ្ចឹងណាហើយណាមួយគេធ្លាប់ឃើញសមត្ថភាពរបស់យើងធ្វើការយើងអត់ចេះខ្លាចយើងអីយើងដឹកនាំធ្វើស្អីនៅខេត្តច្រើនអញ្ចឹងទៅសូមឲ្យខ្ញុំពីរនាក់នឹងប្រឡង3ខែទៀតពេលប្រឡងបាន2ខែមិត្តភ័ក្តិខ្ញុំដែលក្រុមកោដៅហ្នឹងគាត់ក៏ត្រូវជាប់រៀនសេដ្ឋកិច្ចអញ្ចឹងទៅគាត់ក៏បោះបង់ការប្រកួតអ្នក9អ្នក90កន្លះហ្នឹងគេចាអ្នក95កន្លះហ្នឹងគាត់បោះបង់ការប្រកួតចាប៉ុន្តែនេះខ្ញុំត្រូវប្រកួតខ្លួនឯងម្ដងចាគឺប្រធានអង្គការគាត់និយាយទៅចេះភិរដ្ឋណែឯងអត់ទាន់រួចខ្លួនទេណែឯងត្រូវប្រឡងខ្លួនឯងក្នុងរយៈពេលប្រវេសិន3ខែបន្តទៀតដើម្បីខ្ញុំអាចយកណែឯងធ្វើជាអ្នកនិពន្ធបានអញ្ចឹងទៅនាងខ្ញុំប្រឡង3ខែខ្លួនឯងហ្នឹងណាបើសិនជា3ខែខ្លួនឯងនឹងប្រឡងអត់ជាប់ក៏ត្រូវតែទៅផ្ទះវិញដែរគេឲ្យយើងប្រឡងចាគឺប្រឡងរហូតហើយពេលដែលប្រឡងគឺពិបាកមែនទែនពិបាកខ្លាំងណាស់ចាយ៉ាងណាពីព្រោះអីធម្មតានាងខ្ញុំអត់ដែលធ្លាប់រៀនពីគ្រឹះដំបូងនៃការអ្នកនិពន្ធថាតើវាមានគ្រឹះអីយ៉ាងម៉េចខ្លះអីយ៉ាងម៉េចខ្លះអញ្ចឹងណាអញ្ចឹងនាងខ្ញុំអត់ដឹងទេពេលហ្នឹងនាងខ្ញុំត្រូវលួចនិយាយរួមគាត់ថាលួចចំណេះដឹងអ្នកនិពន្ធគាត់នៅនឹងស្រាប់ហ៎ចាខ្ញុំសួរគាត់បងសរសេររឿងមួយតើគេត្រូវមានគ្រឹះស្អីខ្លះហើយគាត់អត់លាក់ដែរចាគាត់ថាអូនអាហ្នឹងគឺមានប៉ុណ្ណេះសម្រាប់វិទ្យុគឺមានប៉ុណ្ណេះសម្រាប់ទូទស្សន៍គឺមានប៉ុណ្ណេះអូចាំសេវទុកគាត់ចំណាំទៅណាពេលប្រឡងចេះហ្មងពេលប្រឡងគឺទទួលបានជោគជ័យអញ្ចឹងយើងបានជោគជ័យចាទទួលបានជោគជ័យហើយមានការកោតសរសើរចាអញ្ចឹងនេះគឺជាការចាប់ផ្ដើមបន្ទាប់ពីដែលបងអូនទទួលបានជោគជ័យហើយអញ្ចឹងយើងនៅធ្វើការនៅក្នុងអង្គការនឹងដែរអញ្ចឹងជំហានដំបូងឱកាសដែលបងអូននិយាយថាចាប់ផ្ដើមអាចសរសេរជាសាច់រឿងដែលអង្គការបានផ្ដល់ឱកាសបងអូននៅក្នុងពេលណានៅក្នុងកំឡុងឆ្នាំ2003 2004ដែរហ្មងអញ្ចឹងចាប់ផ្ដើមយ៉ាងណាដែរចាប់ផ្ដើមថ្ងៃទី1ខែ8នោះចាប់ថ្ងៃខែទៀតអ្នកនិពន្ធចាំអង្គគេអ្នកនិពន្ធណាចាថ្ងៃទី1ខែ8 2013គឺនេះខ្ញុំបានទទួលពេញសិទ្ធិធ្វើជាអ្នកនិពន្ធនៅក្នុងអង្គការ CHAM ដែលជាអង្គការមួយអប់រំទៅលើសិទ្ធិសុខភាពបន្តពូជសុខភាពផ្លូវភេទចាអញ្ចឹងរឿងដំបូងដែលបងអូនចាប់ដើមនិពន្ធហ្នឹងតើពីអ្វីចារឿងដែលនេះខ្ញុំសរសេរដំបូងគេបង្អស់គឺរឿងឈូកដុះក្នុងបឹងភក់ចាជារឿងលក្ខណៈជារឿងវែងភាសាអង់គ្លេសគេហៅលក្ខណៈសូបអូប៉េរ៉ាបងចាអញ្ចឹងរឿងហ្នឹងនេះខ្ញុំសរសេរតាំងពី2003 2004 2005 2006 2007 2008 2010អាហ្នឹងគេយកទៅដូចថាគេថតជាសាច់រឿងដែរឬក៏សម្រាប់វិទ្យុឬយ៉ាងណាអូនចាគឺសម្រាប់វិទ្យុឯងបងអញ្ចឹងហ៎ចាមិញនេះបងប្អូនបាននិយាយតាក់ទិននឹងរឿងភាពខុសគ្នាក្នុងការនិពន្ធសម្រាប់វិទ្យុហើយនឹងទូទស្សន៍វាមានលក្ខណៈខុសប្លែកគ្នាបែបណាដែរចាខុសគ្នាបើនិយាយពីទូទស្សន៍គឺ step នៃការសរសេរគឺខ្លីជាងវិទ្យុពិបាកជាងចាដោយសារវិទ្យុយើងត្រូវប្រាប់ពីសកម្មភាពឧទាហរណ៍នាងខ្ញុំយកផ្លែឈើមកលេងផ្ទះបងអញ្ចឹងណាអញ្ចឹងបងត្រូវនិយាយអីពីរត់ណែឯងមកលេងតែខ្ញុំចាំមិនកាន់ផ្លែឈើយកផ្លែឈើមកទៅអីមានប៉មមានក្រូចអីអញ្ចឹងយើងត្រូវរៀបរាប់បានអ្នកស្ដាប់គាត់ស្ដាប់ទៅឃើញថាអូពីរត់គឺកំពុងតែកាន់ផ្លែក្រូចផ្លែឈើអីយកមកផ្ញើអញ្ចឹងតែបើទូទស្សន៍យើងអត់ចាំបាច់និយាយទេគឺយើងឃើញកាន់មកកញ្ឆែងមកហ្មងអញ្ចឹងគឺវាមានលក្ខណៈខុសគ្នាហើយខុសគ្នាមួយទៀតនោះដោយសារ
ví dụ cứ dương thử miền cái bị sao anh lấy cái how story outline nhưng không ai cứ ăn rừng mà này thay đôi dương point ăn rừng đang đã chọc hay vì miềnประมาณ em chẳng na hay vì cái chai chỉ cắt rong nâng ởประมาณ tha lấy khi nhôm miền topic buồn thom thì họ miền kêu nhiên miền ếch miền cam rốt rồi còn miền sơ cục hiệp miền đa nâng từ ruộng chẳng buồn cắt rong nâng nhôm chai chỉ khai ta khai mà cắt rong này chim chayประมาณ khaiให้ขนมตัวองนาวิตัวองนาให้ยมถือใส่เรื่องคือจับประดามปิ่นเจิงจังมาดับไปยังโจมาท็อปพิจิตคือยังจับประดามเตยต่อตีเองจ้าโหดดอใส่ยังประจอบจ้ายืนอยากได้ปนบ้านเนาะจ้าบ้าอัดสู้เลยตอนตาเดี๋ยวสัตว์ดองยังสลังคือยังพีมการเงินนาได้แต่ปะบ้าแต่ยังเฟื่อบ้านแต่ไปยังเฟื่อบ้านให้ไปงี้สู้วันจังนี่คือจีใส่เรื่องโครงการเสดาบชุดาปอนเดย์มันยังไม่แน่จะให้เรื่องน้ำบงดาปอนบ้านเสดนั้นตัวบ้านโจกใจเด้จ้าตัวบ้านโจกใจให้เป็นการควบคุมปีในสหกรมบงเป็นในยมเธอจับมาพาดเวียนจังคือยังเตอร์รีเสิร์ชนำไปโยนตัวไหนมายังพยายามตัวดนเนอร์กวาดตัวบ้านนั่นแหละแต่พอได้ยังเธอหนึ่งที่มุ้ยเอาไว้ได้ยังอาจบัญชีธาเรื่องมาโยนตัวโจกใจหรือเอาตัวโจกใจเอาที่เขายมพอซาแต่ตรงแต่เลยสุขภาพต่อผู้สุขภาพเพศจังนึงยมใหญ่เบื่อออกมาถ้าการลุดโกนหรือก็การเมียนโกนมนไปริบกาจังออกมาทางขนมชนำปีปอนใบหนึ่งหรือกับปีปอนบัวหนึ่งอัตราในการเมียนโกนมนไปริบกามีอัตราชราอะไรนี่นึกไปเด็กยมมานเหมือนจะเรียกเรื่องใส่เรื่องนั่นก็ต้องวิชุบอลนี่ขยมเคยทานแต่ตัวบานแต่พอเมาคือวิมีการกัดบอลทอยประมาณพี่รอยคือยังโยตันไหนนั่งดำใบพญาแต่โดนเนอร์นี่คือจีละแต่พอได้เกยแต่ตัวบานท่านดูเจี๋ยไว้ได้ยังมาใจจูนแต่จีจูนเอากวาดเป็นการผลักโด่งจ้าจังบ้านสึกได้ทาใส่เรื่องเด็กโอนแต่เซนี่คือจีเรื่องเอาปรุงได้ยังได้ทาแต่เซคือยังมีคำศัพท์บางอย่างที่โอนเดินจังไปเธอให้เรื่องจับประดามทรายจังให้ตามบทชุให้ยังเธอจะได้เสิร์ชยังทาตาพอเลยยังตัวบ้านนั่งแบบงานโอ้ยจรานั่นนะจามให้ประตอบมาเตี้ยนจังเรื่องนึงเด็กตัวบ้านโจใจให้ตาปอนบรรทอดีทาดิปอนใหญ่เหมือนนี่คือยังใหญ่ท่าตัวตัวให้นั่งบิดชั่วคือแบบบรรทัดไปแต่ยังแจ๊แต่มวยนั่นคือยังเธอบ้านหนึ่งอ้อด้วยอย่างไรโดยนี้บ้านโดยนี้สำคัญนึกไปแต่ใจบิดชั่วให้คือตัวสวยเลยจ้าแบบจะใหญ่ท่าเราบิดชั่ววิ่งแบบบ้าบางเนี่ยธรรมดาคือท่าตัวบ้าเจียงไงบรรทัดบิดชั่วคือแบบบ้านั่นสมัยนั่นจะเซ่แต่บางสมัยละแต่พอคือตัวเป็นแบบบ้าไอเดี๋ยวซาตีมวยยังถือสปอร์ตจมูกนั่งดีเรคเตอร์จมูกตัวจมูกนั่งไอมันแต่สมัยตากาจะเซ่คือเนี่ยในป้นทาวิชุบะเจียงเป็นจังปีบะเจียงตัวบ้องเคยโดยจะทอดมาด้าใบยังทอดก้อนยังเนี่ยจะเซ่ช่วงใกล้ยังอัดบานจะดักก็มีเนี่ยดักเซ่คนใต้บะซันจีบะชุวินบะชุวินยังปอนเถอะจะดักลุนไอบะเนี่ยเซ่อะไรดักบ้านเนี่ยเหรอบะโอนจะเซ่ฮาเลยยังไงอัดบ้านก็คนใต้เวียไปคลาคืออัดด้วยไว้เดี๋ยวยังจังบ้านพี่เฉินเรื่องในนี้ยังจะเซฟพี่เฉินดักลุนไอทอดลุนไอโยประการแต่งซอมซาจ้านี่คือจีการจับประดามระบจันเนียงรวัดแต่เต็มจมูกหนึ่งอาชีพจีเนนิปนในขนมแวกเราตัวสนิทจนหนึ่งบานดังทาตามีนจำนวนพิเศษนึ่งกันเลือไว้ได้พิรอดอาจจะตัวบ้านโจกเจ๊ในขนมอาชีพจีเนนิปนไว้เมย์ยังจุดนี้ในขนมแวกเราปัจจัยกวิจีจ้องกรอยในประป้อนการราสวัสดิภีได้มีกำลังระหดตลอด HD 1080 พิกเซลกรุ๊ปประเภทกรุ๊ปดำเนินการระบอบลูกเนี่ยสวัสดิภีเกหัตฐานอาชีวกรรมตามด่านนังรักษาสวัสดิภีกรุ๊ปประเภททัดนักน้องจำเริญระบอบลูกเนี่ยตุ่มเนี่ยตุ่มน้องมอกเอลนี้อีเมลANE ชิมวยเนี่ยดำใบเนี่ยตาสัมพอแอนนาไดกูมาเชื่อมโนไทยรักษาสัมพอสีมีนเสียบาตังปิจงเสาะระหดดอดจงจืดออกก้นมาเชื่อมโนไทยรักษาสัมพอสีช่วยดำเนินขยมบ้านบรรจัยสำหรับปัด
អរគុណ មជ្ឈមណ្ឌលថែរក្សាសម្ផស្សអាស៊ីជាទីទំនុកចិត្តវិហារពេជ្រសន្តាគារដ៏ប្រណិតហោះលើទឹកដីខេត្តព្រះវិហារតើលោកអ្នកត្រៀមខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ2015ហើយឬនៅសាលាអន្តរជាតិញូវយ៉កសូមណែនាំនូវកម្មវិធីសិក្សាចំណេះទូទៅខ្មែរនិងចំណេះទូទៅអង់គ្លេសបែបសិង្ហបុរីដោយបន្ថែមនូវកម្មវិធីសិក្សាទំនើប Picaro ដែលបង្កើតដោយ Kaplan International Colleges Baby TV ជាផ្នែកនៃស្ថានីយទូរទស្សន៍អន្តរជាតិ Fox គាំទ្រនិងអភិវឌ្ឍដោយ Cambridge English Language Assessment សញ្ញាបត្រថ្នាក់ជាតិនិងអន្តរជាតិត្រូវបានទទួលស្គាល់130ប្រទេសលើពិភពលោកវគ្គសិក្សាថ្មីភាសាអង់គ្លេសចូលរៀនថ្ងៃទី9ខែធ្នូឆ្នាំ2013